បងប្អូនឃើញទីតាំងនេះមានដើមត្នោតនៅសល់ច្រើនចេះតែថតទុកឲ្យហើយបងប្អូនអត់ដឹងថាទៅមុខទីទៀតអាចនឹងបងប្អូនយើងគាត់ធ្វើកាប់ចោលឬក៏គាត់គោះចោលយ៉ាងណាខ្ញុំអត់ដឹងទេតែខ្ញុំចាប់អារម្មណ៍នៅទីតាំងដែលខ្ញុំកំពុងតែដើរថតលេងនេះមាននៅសល់ដើមត្នោតច្រើនមែនតើបងប្អូនខ្ញុំជឿថាបងប្អូនជាច្រើនដឹងហើយថាដើមត្នោតគឺជាដើមឈើតំណាងជាតិហើយវាដុះនៅតាមវាលស្រែធ្វើឲ្យមានសោភ័ណភាពស្អាតមែនតើអ្នកដែលចូលចិត្តទេសភាពដើមត្នោតដូចជាខ្ញុំទើបឲ្យតម្លៃនិងឆ្លាញ់ចូលចិត្តដើមត្នោតខ្ញុំអត់ដឹងថាបងប្អូនផ្សេងដូចខ្ញុំដែរអត់ទេតែប៉ុន្តែខ្ញុំឲ្យតែឃើញកន្លែងណាមានដើមត្នោតច្រើនគឺខ្ញុំចូលចិត្តតើមើលតើកាប់ផ្លែត្នោតឬក៏ឃើញមានបងប្អូនណាគាត់ឡើងដើមត្នោតអញ្ចឹងខ្ញុំជិះទៅរកមើលបងប្អូនណាដែលគាត់ឡើងដើមត្នោតនោះសុំទឹកត្នោតគាត់ឬក៏ទិញទឹកត្នោតគាត់ហូបអញ្ចឹងទៅហើយទីតាំងនេះខ្ញុំឃើញនៅសល់ដើមត្នោតរៀងច្រើនគ្រាន់បើដែរហើយក៏អត់ដឹងថានៅសល់ដល់ពេលណាដែរពួកឯងឃើញមានបងប្អូនយើងខ្លះគាត់ជួលអត្រាឬក៏ជួលអិចគោះចេញឬក៏រុញផ្ដួលចោលពីស្រែរបស់គាត់ខ្ញុំបើសិនជាទៅមុខទៅទៀតនៅស្រុកខ្មែរយើងអស់ដើមត្នោតខ្ញុំអត់ដឹងថាយ៉ាងណាទេតែប៉ុន្តែសង្ឃឹមថាបងប្អូនឬក៏បងប្អូនឬក៏ប្រជាជនខ្មែរយើងជំនាន់ក្រោយពេលដែលគាត់ដឹងពីគុណតម្លៃនៃដើមត្នោតខ្ញុំសង្ឃឹមថាពួកគាត់ជួយដាំបន្ថែមឬក៏ជួយអភិរក្សដើមត្នោតពួកយើងអត់មានពួកខ្ញុំអត់អាចមានសិទ្ធិទៅហាមឃាត់បងប្អូនទេពេលខ្លះដីស្រែរបស់គាត់ដីចំការរបស់គាត់ពេលមានដើមត្នោតដុះអញ្ចឹងទៅគាត់អាចនឹងមានសិទ្ធិគោះឬក៏សិទ្ធិកាយឬក៏កាប់ចោលគោះចោលជារឿងរបស់ម្ចាស់ដីខ្ញុំអត់មានសិទ្ធិទេអានឹងបើសិនជាពាក់ព័ន្ធជាមួយនឹងរដ្ឋអានឹងបើសិនជារដ្ឋគាត់អនុវត្តច្បាប់គាត់ត្រូវតែមានលិខិតណាមួយបញ្ជាក់ថាគាត់ពេលថ្ងៃទៅខាងមុខទៅរដ្ឋជាអ្នកកាន់កាប់ការគោះកាយដើមត្នោតប្រជាជនត្រូវតែមានការស្នើសុំទៅដល់ថ្នាក់លើអានឹងវាជាវិធីសាស្ត្រមួយល្អដែរសម្រាប់កាត់បន្ថយការគោះចោលកាប់ចោលឬក៏ដុតដើមត្នោតចោលព្រោះឯប្រជាជនពេលខ្លះគាត់អត់គិតពីតម្លៃរួមទេគាត់គិតថាទើសដីគាត់ឬក៏ខូចស្រែរបស់គាត់អញ្ចឹងទៅគាត់គោះចោលឬគាត់ជួលអិចកាយចោលអញ្ចឹងឃើញច្រើនហើយខ្ញុំអ្នកឆ្លាញ់ដើមត្នោតឃើញអញ្ចឹងចេះតែថតវីដេអូទុកទៅបងប្អូនអត់ដឹងថារយៈពេលទៅមុខទៀតទៅដើមត្នោតទាំងនេះអាចនឹងធ្វើកាប់ចោលឬក៏គោះចោលយ៉ាងណាក៏ខ្ញុំមិនដឹងដែរព្រោះនៅលើដីរបស់ប្រជាជនគាត់មានសិទ្ធិកាន់កាប់ដីរបស់គាត់ថ្ងៃខាងមុខខ្ញុំមិនដឹងទេអានឹងអាស្រ័យនៅលើរដ្ឋគាត់នេះចេញច្បាប់យ៉ាងណាការពារដើមត្នោតក៏ខ្ញុំមិនដឹងដែរខ្ញុំចាំមើលដូចគ្នាតែសម្រាប់អ្នកឆ្លាញ់ដើមត្នោតដូចខ្ញុំ